ប្រជាសកម្មនេសាទជ្រួយស្វាយបង្ហាញស្នាមញញឹមជាថ្មីក្រោយទទួលបានទឹកស្អាតប្រើប្រាស់ខណៈពួកគេអះអាងថារយៈពេលជាង15ឆ្នាំមកនេះជួបប្រទះកង្វះទឹកស្អាតប្រើប្រាស់ខ្លាំងណាស់ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅភូមិកំពង់ស្ដាមឃុំជ្រួយស្វាយស្រុកស្រែអំបិលខេត្តកោះកុងបានបង្ហាញអារម្មណ៍សប្បាយចិត្តនិងអំណរគុណយ៉ាងខ្លាំងបន្ទាប់ពីអង្គការ 8A Action បានផ្ដល់ជំនួយជាអំពូលសូឡានិងស៊ីតេនសម្រាប់ស្តុកទឹកស្អាតដើម្បីជួយកែលម្អជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេមើលឃើញថានៅក្នុងស្រុកជ្រួយស្វាយប្រជាពលរដ្ឋរស់នៅទីនេះដែលភាគច្រើនប្រកបមុខរបរនេសាទបានអាងថាអស់រយៈពេលជាង15ឆ្នាំមកហើយភូមិជ្រួយស្វាយមិនមានប្រភពទឹកស្អាតគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ដោយតំបន់ផ្សេងៗនោះទេនៅក្នុងរដូវប្រាំងពួកគេត្រូវប្រឈមនឹងការខ្វះខាតទឹកយ៉ាងខ្លាំងខណៈនៅក្នុងរដូវវស្សាទឹកភ្លៀងមិនអាចស្តុកទុកបានគ្រប់គ្រាន់និងមានហានិភ័យបំពុលដែលប៉ះពាល់ដល់សុខភាពនិងអនាម័យគ្រួសារតំណាងប្រជាពលរដ្ឋរស់នៅភូមិកំពង់ស្ដាមឃុំជ្រួយស្វាយស្រុកស្រែអំបិលបានលើកថាប្រជាពលរដ្ឋភាគច្រើនប្រកបមុខរបរនេសាទបានអាងថារយៈពេលជាង15ឆ្នាំមកហើយភូមិកំពង់ស្ដាមមិនមានប្រភពទឹកស្អាតគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ដោយតំបន់ផ្សេងៗនោះឡើយនៅក្នុងរដូវប្រាំងពួកគេត្រូវធ្វើដំណើរឆ្ងាយដើម្បីរកទឹកខណៈនៅក្នុងរដូវវស្សាទឹកភ្លៀងមិនអាចស្តុកទុកបានគ្រប់គ្រាន់និងមិនមានការធានាផ្នែកអនាម័យលើកឡើងស្រដៀងគ្នានេះដែរលោកខុតខែមមេភូមិកំពង់ស្ដាមបានលើកឡើងយ៉ាងដូចនេះក្នុងភូមិកំពង់ស្ដាមរបស់ខ្ញុំនេះគឺវាដោយសារពួកខ្ញុំនេះនៅជាប់ស្លេកសមុទ្រស្លេកព្រែកអីជាប់នឹងព្រែកអីព្រោះវាខ្វះខាតតែរឿងចម្បងគឺទឹកប្រើប្រាស់ក្នុងរដូវប្រាំងនេះបាទហើយពេលខែវស្សាជាបង្គាទេដល់ពេលខែប្រាំងនេះទោះបីមានអាទឹកគេលក់ទឹកទីទឹកអីក៏នៅភ្លាវដែរវាចាស់ចិត្តនេះគាត់ទៅភ្លាវរហូតដល់ខែ2ខែ3ហ្នឹងប្រើចង់កើតទេណាទឹកបាទខ្វះខាតរហូតតាំងពីដើមមកដែលបានទឹកល្អប្រើវិញលោកបន្ថែមថាក្រៅពីស៊ីតេនទឹកអង្គការ 8A Action ក៏បានផ្ដល់ជាចំនួនពូសូឡាដើម្បីបំពេញតម្រូវការអគ្គិសនីមូលដ្ឋាននៅក្នុងសហគមន៍ប្រជាពលរដ្ឋអះអាងថាមុននេះពួកគេត្រូវពឹងផ្អែកលើម៉ាស៊ីនភ្លើងឬមិនមានភ្លើងប្រើប្រាស់ទាំងស្រុងដែលធ្វើឲ្យការរស់នៅមានភាពលំបាកនិងគ្រោះថ្នាក់លោកវ៉ុនសុផនាយកប្រចាំប្រទេសអង្គការ 8A Action បានលើកឡើងថាបច្ចុប្បន្នប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ជ្រួយស្វាយគឺកំពុងជួបប្រទះនូវបញ្ហាសំខាន់ៗមួយចំនួនដូចជាបញ្ហាសុខភាពអនាម័យទឹកស្អាតនិងបញ្ហាការផ្ដល់តម្លៃទៅលើការអប់រំសម្រាប់កូនៗរបស់ពួកគេលោកបានបន្ថែមថាអង្គការ 8A Action ក៏បានផ្ដល់ជាជំនួយអំពូលសូឡានិងក្រៅពីស៊ីតេនទឹកដើម្បីបំពេញតម្រូវទឹកស្អាតនិងអគ្គិសនីមូលដ្ឋានដោយជួយបង្កើនសុវត្ថិភាពនៅពេលយប់និងផ្ដល់ភាពងាយស្រួលក្នុងការរស់នៅប្រចាំថ្ងៃជាពិសេសអង្គការក៏បានជួយបង្កើតជាបង្គន់អនាម័យដែលមានលក្ខណៈស្តង់ដារបច្ចេកទេសអនាម័យជូនទៅដល់ប្រជានេសាទជាង20គ្រួសារផងដែរលោកវ៉ាន់សំភ័របានលើកឡើងយ៉ាងដូចនេះថាក្នុងពេលថ្មីនេះនៅក្នុងវេទិកាជាតិលើការងារអេកូទេសចរសហគមន៍ជ្រោយស្វាយបានក្លាយទៅជាសហគមន៍គំរូផ្នែកអេកូទេសចរថ្នាក់ជាតិដែលយើងធ្វើឲ្យសហគមន៍នេះបានក្លាយជាសហគមន៍ដែលល្បីល្បាញទទួលភ្ញៀវជាតិនិងអន្តរជាតិហើយប្រជាពលរដ្ឋកាន់តែមានចំណូលហើយកាន់តែប្រសើរទៅទន្ទឹមនឹងផងដែរយើងក៏ចាប់ផ្ដើមដោះស្រាយទៅលើបញ្ហាទឹកស្អាតអនាម័យដែលក្នុងនោះចាប់ផ្ដើមផ្គត់ផ្គង់សេវាទឹកស្អាតយើងជួយធ្វើឲ្យប្រសើរឡើងវិញនៅប្រភពទឹកស្អាតតាមរយៈការជីកស្រះកែលម្អឲ្យថារចនាសម្ព័ន្ធដាក់ប្រព័ន្ធសូឡាជាដើមហើយបច្ចុប្បន្នយើងកំពុងតែធ្វើការបន្តប្រព័ន្ធទយោទឹកស្អាតពីប្រភពទឹកស្អាតសំខាន់មកកាន់ភូមិហើយក៏ជួយគាត់ដើម្បីឲ្យមានទម្លាប់នៃការបន្ទោបង់មានអនាម័យតាមរយៈការផ្ដល់ថវិកានិងបច្ចេកទេសក្នុងការធ្វើប្រព័ន្ធដែលអាចធន់ជាមួយនឹងការប្រែប្រួលក៏ដូចជាការដែលទឹកសមុទ្រឡើងចុះហើយបច្ចុប្បន្នយើង pilot លើ20គ្រួសារហើយយើងកំពុងតែធ្វើការកែលម្អជាប្រចាំជាមួយអ្នកបច្ចេកទេសដើម្បីឲ្យប្រព័ន្ធនេះអាចនឹងប្រើប្រាស់បាននៅក្នុងតាមបណ្ដោយព្រែកទឹកសមុទ្ររបស់យើងបាទលោកវ៉ាន់សុភ័ក្របានដឹងថាកម្មវិធីផ្ដល់ជំនួយនេះគឺជាផ្នែកមួយនៃគម្រោងលើកកម្ពស់ជីវភាពសុខុមាលភាពសហគមន៍និងការអប់រំជាពិសេសសហគមន៍ជនបទនិងសហគមន៍ប្រជានេសាទដែលកំពុងប្រឈមនឹងបញ្ហាកង្វះខាតហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានអង្គការនឹងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាននិងសហគមន៍ដើម្បីស្វែងរកដំណោះស្រាយបន្ថែមក្នុងការកែលម្អគុណភាពរស់នៅពលរដ្ឋនៅទីនេះឲ្យកាន់តែល្អប្រសើរឡើងទ្វេដង